នៅក្នុងជំនួបពេលភាគីជាមួយនឹងមន្ត្រីជំនាញ UN Mass នៅថ្ងៃទី13ខែមីនានៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពអាយដាមនាយឧត្តមសេនីយ៍សែមសវណ្ណីអនុប្រធានទី2អាជ្ញាធរមីនកម្ពុជានិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពមានប្រសាសន៍ថាគណៈអង្គការសហប្រជាជាតិកំពុងបានជំរុញឲ្យបណ្ដាប្រទេសរៀបចំកម្លាំងត្រៀមបញ្ជូនចេញក្រៅប្រទេសនៅពេល UN មានតម្រូវការជាបន្ទាន់នោះអាយដាមបានស្នើឲ្យអ្នកជំនាញរបស់ UN Mass ជួយបង្កើនការបណ្ដុះបណ្ដាលជំនាញនានាទាំងរយៈពេលវែងនិងរយៈពេលខ្លីដល់កម្លាំងមួកឃីវកម្ពុជាដើម្បីឲ្យកម្ពុជាមានកម្លាំងត្រៀមពិសេសការវឹកវើត្រៀមចេញបេសកកម្មបដូវវេនកម្លាំងចាស់និងបញ្ចប់បេសកកម្មរបស់ខ្លួននាពាក់កណ្ដាលឆ្នាំ2017ខាងមុខនៅប្រទេសម៉ាឡេការស្នើនោះបានធ្វើឡើងគណៈដែលលោក Malcolm MacArthur និងលោក JN Jotem ជាមន្ត្រីជំនាញផ្នែកមីននៅប្រទេសម៉ាលីរបស់ UN Mass ដែលមានបទពិសោធន៍ច្រើនបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពការវឹកវើកម្លាំងទ័ពមួកឃីវកម្ពុជានៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពនៅកម្ពុជាមន្ត្រីជំនាញមីនរបស់ UN Mass ប្រចាំនៅប្រទេសម៉ាលីបានឯកភាពនឹងសំណើភាគីកម្ពុជាដើម្បីឲ្យកម្លាំងកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ទៅលើជំនាញដោះមីននិងកំទេចគ្រាប់មិនទាន់ផ្ទុះលោកក៏បានបញ្ជាក់ថាកន្លងទៅកងកម្លាំងមួកឃីវកម្ពុជាដែលបំពេញការងារនៅប្រទេសម៉ាលីពួកគេតែងតែទទួលបានជោគជ័យគ្រប់ការងារបេសកកម្មទាំងអស់ដែលនេះបង្ហាញឲ្យឃើញថាកងកម្លាំងកម្ពុជាគឺគំរូល្អទៅដល់កម្លាំងមួកឃីវមកពីបណ្ដាប្រទេសដទៃដែលមានបេសកកម្មរួមគ្នានៅប្រទេសម៉ាលី